ឥឡូវនេះខ្ញុំចែករំលែកមួយទៀតតកតងនឹងទូរស័ព្ទបងប្អូនណាដែលដើរស្ទុណាអ្នកឃើញស្ទុអញ្ចឹងពេលដែលយើងចុចកម្មវិធីអីគឺយឺតមែនតើហ្មងនិយាយរួមគឺដើរយឺតអញ្ចឹងគេអាចមានវិធីសាស្ត្រដើម្បីធ្វើឲ្យទូរស័ព្ទនឹងដើរលឿនណាបាទដើរលឿនវិញធម្មតាបាទនេះបងប្អូនចូលទៅកន្លែងនៃការកំណត់នេះចុចអានឹងមកបាទនេះឃើញវាដើរស្ទុអញ្ចឹងហ៎វាមិនដើរលឿនសោះកាំងចង់កាំងបាទរួចហើយបងប្អូនយកពីថាអំពីទូរស័ព្ទនេះចុចទៅពីអំពីទូរស័ព្ទហ្នឹងមកបាទចុចនឹងពងមកឃើញទេដើរយឺតនេះកន្លែងគេដាក់ថាកំណែនេះបងប្អូនចុចកន្លែងកំណែហ្នឹងមកណាបាទចុចកន្លែងកំណែហ្នឹងកម្រិតបញ្ជូនគោលនិង digital បាទរួចហើយបងប្អូនចុចលើអានេះ7ដងនេះអាលេខកំណែបង្កើតថ្មីហ្នឹងចុចលើអានឹង7ដងរាប់1 2 3 4 5 6 7បាទចុចវា7ដងអាហ្នឹងរួចហើយបងប្អូនថយទៅក្រោយវិញថយចុចឆ្ងាយថយហ្នឹងគេសម្បីថយក៏យឺតដែរហ្នឹងមិនទេប៉ុន្តែឥឡូវខ្ញុំមានធីសាដើម្បីធ្វើឲ្យដើរលឿនធម្មតាវិញគឺដើរលឿនមកអ៊ីនធឺណិតក៏ដើរលឿនដែរថយទៀតមកណាបាទរួចហើយបងប្អូនយកពាក្យមួយថាការកំណត់បន្ថែមនេះបាទចុចអានឹងមកបាទចុចលើហ្នឹងមកតបមកបងប្អូនយកពាក្យថាជំរើសអ្នកអភិវឌ្ឍនេះជំរើសអ្នកអភិវឌ្ឍនេះចុចលើហ្នឹងមកណាបាទរួចហើយបងប្អូន scroll ឡើងលើមក scroll ឡើងលើយកពាក្យបាទចាំមើលខ្ញុំរកឲ្យដល់ខ្ញុំប្រាប់នេះយកពាក្យ2កន្លែងហ្នឹងមានពាក្យ2 scroll រហូតមកណានេះបាទអញ្ចឹងកន្លែងមាតុដ្ឋានចលនានេះគេដាក់ថាមាតុដ្ឋានចលនាហ្នឹងរិនដូហ្នឹងបងប្អូនបិទអានឹងចោលមួយនេះបិទចលនាហ្នឹងមួយណាព្រោះវាជាប់1គុណម៉ានអញ្ចឹងបាទហើយចំណុចទី2នេះការពង្រីកពង្រួមចលនាផ្លាស់ប្ដូរកន្លែងហ្នឹងគឺបងប្អូនយកបិទចលនាហ្នឹងមួយទៀតបាទទើបមកមាតុដ្ឋានរយៈពេលនៃចលនាបាទអញ្ចឹងបងប្អូនបិទអានឹងមួយទៀតអញ្ចឹងបិទចោលទាំង3ហ្នឹងអស់បាទនេះបិទអា3ហ្នឹង1 2 3បិទអា3ហ្នឹងរួចហើយបងប្អូននេះទៅបើកអានេះមួយទៀតនេះចុចមក scroll ឡើងលើទៀតមកនេះកន្លែងថាបង្ខំ4គុណនឹង MSAA ហ្នឹងអាកន្លែងហ្នឹងបងប្អូនបើកវាណាចុចបើកកុំបិទបាទមុនបងវានៅបិទអញ្ចឹងបងប្អូនចុចបើកវាជាបាទអញ្ចឹងតែប៉ុណ្ណឹងឥឡូវបងប្អូនថយទៅវិញនេះថយដល់ដើមវិញទៅមើលទូរស័ព្ទដើរលឿនអត់ឃើញទេដើរលឿនណាបាទបងប្អូនចុចមើល Facebook ហ្នឹងផ្លឹបបាទឃើញទេបាទបងប្អូនធ្វើតាមវិធីសាស្ត្រហ្នឹងដើម្បីឲ្យទូរស័ព្ទហ្នឹងគឺដើរលឿនហ្មងបាទតែអនុវត្តបានចំពោះតែ Oppo Vivo បាទចំពោះទូរស័ព្ទ Oppo Vivo ណាបាទនេះឃើញរ៉ាល់ឡើងតាក់ដូចវិញដើរទៅតាក់បាទអញ្ចឹងបងប្អូនបើគិតថាការចែករំលែកទាំងល្អបងប្អូនជួយចុច follow អ្នកមួយផងហើយជួយ share អ្នកមួយផងបងប្អូនបាទមានប៉ុណ្ណឹងបងប្អូនអរគុណច្រើន